បាទសូមជម្រាបសួរនេះជាវីដេអូណែនាំទាក់ទងជាមួយនឹងការ login បញ្ចូលឬក៏ការផ្លេចទៅនឹងអក្សរសម្ងាត់នៅក្នុង app អាណាព្យាបាលបាទអញ្ចឹងសូមទស្សនាវីដេអូបង្ហាញទាំងអស់គ្នាបាទជាដំបូងចូលទៅក្នុង app សុវណ្ណភូមិ School បន្តមកទៀតបាទចូលទៅកន្លែងចូលប្រើហើយបាទចុចទៅលើពាក្យថាផ្លេចពាក្យសម្ងាត់ដែលមានសញ្ញាព្រួយចង្អុលបាទបន្តមកទៀតសូមចុចត្រង់តាមទូរស័ព្ទបាទត្រង់ចំណុចនេះគឺតម្រូវឲ្យវាលេខទូរស័ព្ទបញ្ចូលបាទចំពោះលេខទូរស័ព្ទគឺជាលេខដែលធ្លាប់បានចុះឈ្មោះប្រើប្រាស់រួចរាល់ដល់ពេលដែលវាបញ្ចូលរួចរាល់ហើយគឺចុចពាក្យថាបន្ទាប់បាទបន្តមកទៀតគឺរងចាំការផ្ញើសារពីក្រុមហ៊ុនទូរស័ព្ទដៃនៅលេខកូដចំនួន6ខ្ទង់បាទបន្តមកទៀតគឺយើងចុចទៅកន្លែងប្រអប់សារហើយចូលទៅយកលេខ6ខ្ទង់ដែលមានគូសញ្ញាបន្ទាត់ក្រហមនៅពីក្រោមហ្នឹងបន្តមកគឺយើងវាបញ្ចូលទៅក្នុងប្រអប់ទាំង6បន្តមកទៀតគឺយើងចូលទៅកន្លែងការផ្លាស់ប្ដូរពាក្យសម្ងាត់បាទប្រអប់ដំបូងគឺយើងអាចវាបញ្ចូលពាក្យសម្ងាត់ថ្មីបាទយើងអាចបញ្ចូលជាអក្សរហើយនឹងជាលេខហើយនៅក្នុងការវាបញ្ចូលនេះផងដែរគឺប្រអប់ខាងលើលេខសម្ងាត់ខាងលើហើយនិងលេខសម្ងាត់ខាងក្រោមគឺតម្រូវឲ្យវាបញ្ចូលឲ្យដូចគ្នាហើយពេលវាបញ្ចូលរួចរាល់បាទហើយចុចពាក្យថាផ្លាស់ប្ដូរអញ្ចឹងការផ្លាស់ប្ដូររបស់យើងគឺត្រូវបានទទួលបានជោគជ័យបាទយើងចុចពាក្យថារួចរាល់បន្តមកទៀតគឺវាបញ្ចូលលេខទូរស័ព្ទនៅត្រង់columnខាងលើបាទលេខទូរស័ព្ទហ្នឹងដូចខ្ញុំបានបញ្ជាក់អញ្ចឹងគឺជាលេខទូរស័ព្ទដែលបានចុះឈ្មោះប្រើប្រាស់រួចរាល់បាទយើងវាយលេខទូរស័ព្ទហើយនៅប្រអប់ទី2គឺយើងវាពាក្យសម្ងាត់ដែលយើងបានផ្លាស់ប្ដូរអំបញ្ញមិញហ្នឹងបាទបន្តមកទៀតបាទយើងអាចចុចពាក្យថាចូលប្រើបាទអញ្ចឹងគឺរួចរាល់ក្នុងការផ្លាស់ប្ដូរលេខសម្ងាត់ថ្មីដើម្បីចូលប្រើប្រាស់បាទសូមអរគុណ